បាទជំរាបសួរអ៊ំពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាបានថ្ងៃនេះគឺខ្ញុំមានរឿងមួយទៀតហើយបាទគឺរឿងតកតោជាមួយនឹងខ្មោចក្រឡាភ្លើងដែលបងស្រីម្នាក់ហ្នឹងគឺគាត់មានបុត្រប៉ុន្តែពេលដែលគាត់ទៅសម្រាលហ្នឹងក៏គាត់ផ្លាត់ស្នៀតរហូតដល់គ្រោះថ្នាក់ដល់អាយុជីវិតដែលគាត់ស្រុកកំណើតគាត់ហ្នឹងគឺនៅខេត្តកំពង់ស្ពឺហើយភូមិគាត់ហ្នឹងគឺភូមិថ្មាត់លេងគាត់សម្រាលហើយមានបញ្ហាគ្រោះថ្នាក់ហើយក៏ព្រលឹងគាត់នឹងគឺមិនបានស្ងប់ទេគឺគាត់វិលវល់ដោយគាត់បានដើរលងបន្លាចគេពេញភូមិតែម្ដងនៅក្នុងភូមិណាក៏គេខ្លាចដែរឮល្បីតគ្នាថាមានខ្មោចពស់ធំ3កូនដើរលងបន្លាចគេពេញភូមិដូច្នេះហើយទើបឮពីភូមិមួយទៅភូមិមួយដោយចៃដន្យនៅក្នុងថ្ងៃមួយមានអ៊ំប្រុសម្នាក់គាត់បាននិយាយរៀបរាប់ប្រាប់ខ្ញុំថាពេលដែលលើលងបន្លាចគេហ្នឹងគឺមានសភាពដូចជាសមោលខ្មោចអញ្ចឹងគាត់3កូនដើរផ្ទះគេអញ្ចឹងល្ងាចឡើងហើយចំនួនហ្នឹងគឺវាមិនសូវមានភ្លើងគីឡូឬឡូទេគឺគេដាក់តែភ្លើងចង្គៀងភ្លើងអីចឹងណាអញ្ចឹងទៅក៏ងាយឡើងដើរទៅអញ្ចឹងទៅពោកូនមួយទៅអង្គុយនៅកម្មចដៅគេមុខផ្ទះហ្នឹងហើយគេចុះមកគេប៉ើងវាមកឃើញនឹងអង្គុយនៅនឹងខ្មៅព្រីកព្រោះអញ្ចឹងក៏ចេះថាខ្លាចតគ្នាអញ្ចឹងទៅស្រែកជីទៅចុះដើរទៅបាត់អញ្ចឹងទៅដើរទៅនេះដើរទៅនោះអញ្ចឹងទៅហើយចូលទៅគុំអាស័យឬក៏ដើមឈើណាធំដើរចូលទៅបាត់អញ្ចឹងទៅដល់ពេលលងគេកាន់តែយូរទៅដូចថាអ្នកភូមិដែលឯងក៏គេនៅមិនបានសុខក៏អ្នកភូមិគេនាំគ្នាចាប់ដើមធ្វើពិធីមួយគឺដេញខ្មោចនឹងចេញតែម្ដងដេញចេញនឹងដេញមិនបងប្អូនដូចថាភូមិនឹងនៅចិត្តគ្នាដែរតាមលោកអ៊ំគាត់និយាយប្រាប់ភូមិនៅចិត្តគ្នាអញ្ចឹងក៏ឃើញគេដេញរបៀបដូចថាគេដេញមានភ្លើងចម្បើងភ្លើងអីគេដុតដេញពេញភូមិដោយដុតបន្លាចវាយប៉ោតវាយធុងដូចយើងកោះនៅដែលមានបញ្ហាដូចជាខែរីគេហៅថាខែរីបងប្អូនខែរីហ៊ូចាប់ច័ន្ទអញ្ចឹងណាគេកោះធុងកោះប៉ោតអញ្ចឹងប៉ុន្តែតាមពិតគឺគេកោះធុងកោះប៉ោតហ្នឹងគឺកោះដើម្បីដេញខ្មោចនឹងឲ្យចេញពីភូមិអ៊ំប្រុសគាត់បានរៀបរាប់ថាពេលដែលគេដេញមកហ្នឹងគឺគាត់មើលឃើញភ្លើងដែលគេដុតហ្នឹងដេញមកហើយគេថាមកហើយក៏គាត់អត់ចាប់អារម្មណ៍ដែរដល់តែបានដល់ភូមិគាត់បន្ទាប់មកបានរំលងប្រហែលជាមួយខែក៏ចាប់ផ្ដើមមានបញ្ហាក្នុងភូមិគាត់នឹងចេះតែលឺសូឆ្កែលូឆ្កែព្រុសគោអីនៅខាងក្រោមផ្ទះអីហ្នឹងយកឡើងក៏ចាប់ផ្ដើមផ្អើលចេះតែផ្អើលព្រុសព្រះរួចហើយអ៊ំប្រុសក៏គាត់មិនចាប់អារម្មណ៍អីដែរស្មានថាវាមានស្អីពីណាពីណីមកដូចថាមនុស្សម្នាអីវាដើរអីចឹងឬចង់លួចមន់លួចទាអញ្ចឹងណាក៏គាត់អត់ចាប់អារម្មណ៍ដែរដល់តាមពិតគឺខ្មោចហ្នឹងដើរលងបន្លាចគេតាំងពីគូអីក៏ផ្អើលដែរគឺថាមកស្រស់តែម្ដងដោយវេលាយប់មួយនោះគឺផ្ទះអ៊ំស្រីម្នាក់ឈ្មោះអ៊ំអុកផ្ទះគាត់គឺផ្ទះប៉ាត់បុរាណពីដើមតែផ្ទះគាត់នៅដាច់ដោយឡែកពីគេនៅដាច់ដោយឡែកហ្នឹងក៏យប់មួយហ្នឹងគឺពេលប្រហែលជាម៉ោង6 7ល្ងាចហ្នឹងធម្មតាចំនួនហ្នឹងគឺគាត់ប្រើចង្គៀងដុតភ្លឺប្លុងអញ្ចឹងទៅក៏គាត់អូវាខ្ញុំក្តៅស្អុះហើយរត់ចុះទៅងូតទឹកផ្លែតសិនដល់ពេលចុះមកលោកហើយប៉ើងទ្វារខ្វាំងមកគឺក្នុងអង្គុយនៅមាត់ទ្វារហ្នឹងតែម្ដងរូបរាងអុកខ្មៅព្រីក3កូនមួយគាត់ក៏ស្រែកឆោឡទៅដេញទៅក៏ចាប់ដើមចុះដើរទៅសំដៅនៅដើមគុំឫស្សីមកគុំនៅចិត្តផ្ទះគាត់ហ្នឹងតែម្ដងតែគុំឫស្សីនេះគឺជាគុំឫស្សីស្រុកធំស្ដុកតែម្ដងគាត់ដើរចូលទៅនឹងទៅដើរបាត់រំលងបានប្រហែលជាមួយអាទិត្យពីអាទិត្យចាប់ផ្ដើមមានបញ្ហាក្នុងភូមិហ្នឹងគឺដោយមានអ្នកខ្លះដូចថាបើសិនជាមានពុះធំដែលមានតែមានបញ្ហាពុះធំអីចឹងគឺគាត់អត់បានពាក់ខ្សែចកេះខ្សែអីចឹងណាក៏ចាប់ផ្ដើមវាដើរចូលដើរធ្វើបាបគេចឹងទៅខ្មោចនេះក៏វាមិនធម្មតាដែរបាទហើយអញ្ចឹងក៏
ban lông và hai chỉ mặc hai được bị khai tiết chập đâm đợt lông đợt thưa bạp khi khơi miền phơn miền ấy họ dân tàu hay cùng một xây đều có bài té qua đằng cuối khai bằng một lượng ngất thùng máu tụi ta cùng bữa đầu bữa thùng một bữa để chỗ tụi bạn ngắt chân sân thà nè nó có bài nó có kiểu mình hiền tổ chức đây giúp lớn mà ở thật ngày lớn người đời đó thua mình đây là bị giúp việc đời tốt cứ cứ bà đây mình mong buồn bạn hỏi đồng luôn ban và hai chi mà năm coi máu cổ có chỉ riêng rau hú hai đôi chỉ đôi chỗ cái thư liên đạt lịa lại chẳng tàu hay có kỳ vô cru vậy tụi mưa đó cái tha mỗi những người nấu nâng vì chăm vừa kỳ vừa ấy những nơi xa vì họ lo lại cồn kỳ thế chẳng một bầy cồn bầy đơ bình tập hùm chẳng tàu hay luôn ban một dạ coi chuyện máu có miền cái muốn luộc muốn ấy có cái problem rồi cái đồng phù muốn về sọc bài sọc xa nắng cô luộc cô sốt muốn sốt ấy đồng đọc cái đồng phù muốn cứ mình đánh mọi bìa những đợt trôi kia mình nè nắng cô về khi đã đủ oi sai bìa ấy anh trắng này anh trắng ở bên hạt khi xong liệt tận nổ ấy nè nó hai thì liệt tận nó mai mình chẳng có cô bán ngắt mà dạ thùng rồi một chấp đâu miền Bắc nhà thiệt rồi dụng dây mình nè nó còn lang phun tập cặp ổ đẹp tao nó quạt bằng màu thiệt một đó nó phu muốn thư kia thư anh mà xa thiệt đó đặc biệt chẳng tao cô khi mình ở chất đấy hao lúc hao ấy muốn lúc mà muốn lúc trong tù muốn lúc muốn ấy một cọ sật mà xa thiệt chẳng tao đó có ấy không phun đánh thư bọt mãi oi tàu mà xa thiệt có bắt chân tốt ngày này chẳng tàu bằng ôn mà nâng rừng nâng miền tập nâng cái bằng ôn mà sống ở con sống cho việc lia mà cũng like chuối subscribe nâng group sinh nhà cần nâng cho mình mùi phong nằm bay cho mình cầm lăng chất còn cả videoបន្តទៀតបាទអរគុណជម្រាបលា